សម្ដេចតេជោបញ្ជាឲ្យវិបកគ្រប់ចំណុចដែលទាហានឈ្លានពានថៃបាញ់មកលើកម្ពុជាក្រោយកម្ពុជាអត់ធ្មត់ជាង24ម៉ោងក្រោយការអត់ធ្មត់លើ24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថានាយករដ្ឋមន្ត្រីថៃអនុទីនបានប្រកាសថានឹងប្រើកម្លាំងវាយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយនឹងអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាចូលទីតាំងយើងពួកគេមិនអាចទូលេនដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនអាចប៉ាន់ដែកដែរស្ថានភាពនេះប្រប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកងកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពារខ្លួនពីខែកក្កដាពួកគេចោទថាយើងលំបូបសង្គ្រាមពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដោះដូរយុទ្ធសន្តិភាពពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយយ៉ាងដូចម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង